ជំរាបសួរបងប្អូនអ្នកគ្នានេះគឺជារបៀបនៅក្នុងការកំណត់ផ្លូវដែលយើងត្រូវរត់នៅលើនាឡិកាដៃ Santo ឲ្យបានលឿនបំផុតនិងបានត្រឹមត្រូវអញ្ចឹងជំហានដំបូងយើងធ្វើការបើក app របស់ Santo មកបន្ទាប់មកទៀតយើងធ្វើការចុចនៅលើ map ដែលយើងមើលមកផ្នែកខាងក្រោមនេះហើយយើងជ្រើសរើសទីតាំងដែលយើងត្រូវទៅចុចវាឲ្យជាប់វានឹងចេញបន្ទាត់បែបនេះបន្ទាប់មកទៀតយើងយកខាងក្រោម navigation on watch now ចុចលើវាមកបន្ទាប់មកទៀតវានឹងចេញបែបនេះអញ្ចឹងយើងយក any road or path ចុចលើវាហើយវានឹងបង្ហាញពីផ្លូវហើយមើលមកខាងលើយើងចុចពាក្យថា start អញ្ចឹងរងចាំបន្តិចវានឹងធ្វើការ set ចូលនៅក្នុងនាឡិកាដៃរបស់យើងអូខេអញ្ចឹងជំហានបន្ទាប់យើងយកនាឡិកាដៃរបស់យើងមកចុចលើពាក្យ start exercise ហើយយកមុខងារកីឡារត់បើឬក៏ running នេះបន្ទាប់មកទៀតវានឹងចេញពាក្យថា start ចុចពាក្យ start យើងមើលមកផ្នែកខាងលើនឹងមានពាក្យថា save ចុច save ម្ដងទៀតផ្នែកខាងក្រោមមាន save មួយទៀតបាទរួចជាការស្រេចអូខេអញ្ចឹងរបៀបនៅក្នុងការកំណត់ផ្លូវឲ្យបានត្រឹមត្រូវនៅក្នុងការរត់ហើយរហ័សគឺមានប៉ុណ្្នឹងទេបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ